ក្មេងប្រុសនេះកើតមកតាំងពីកំណើតគឺមានភាពអស្ចារ្យខុសប្លែកពីគេតែម្ដងដែលគាត់កើតមកគឺដោះកន្ទុយតាំងពីកំណើតតែម្ដងហើយត្រូវបានគេគោរពនិងជឿជាក់ដូចទៅនឹងព្រះអញ្ចឹង Rashid Ali Khan គឺជាក្មេងប្រុសដែលមានអាយុត្រឹមតែ14ឆ្នាំតែប៉ុណ្ណោះហើយគាត់បានចំណាយពេលជាមួយនឹងជីវិតដ៏ខ្លីរបស់គាត់ជាមួយនឹងការអធិដ្ឋានដែលផ្ទាល់នៅក្នុងផ្ទះរបស់គាត់ហើយតែងតែមានអ្នកទៅទទួលពរជ័យពីគាត់រហូតជារឿយៗតែម្ដងហើយដើម្បីជាធ្នូទៅវិញគឺពួកអ្នកទាំងនោះតែងតែផ្ដល់ប្រាក់និងជាវត្ថុមានតម្លៃផ្សេងៗឲ្យទៅកាន់ Rashid Ali Khan ពួកគេជឿថាក្មេងប្រុសនេះគឺជាការចាប់កំណើតឡើងវិញរបស់ព្រះហិណ្ឌូហនុមានហើយពួកគេក៏បានហៅក្មេងប្រុសនេះថាគឺជាបាឡាជីដែលបាឡាជីនឹងដែរគឺជាប្រភេទព្រះបែបនេះអ្នកទាំងអស់គ្នាក្មេងប្រុសម្នាក់នេះកើតមកជាមួយនឹងកន្ទុយដោះនៅខាងក្រោយខ្នងរបស់គាត់គឺ5អ៊ីងហើយនៅពេលដែលគាត់កើតមកភ្លាមគឺគាត់ទទួលបានការវះកាត់ជាលើកដំបូងតែម្ដងការវះកាត់នោះគឺការវះកាត់ដកចេញនៅសាច់ដែលដោះខាងក្រោយខ្នងរបស់គាត់ដែលជាកន្ទុយក៏ប៉ុន្តែជាអកុសលកន្ទុយដែលនៅខាងក្រោយនោះគឺវាមិនដាច់រហូតទេវាដាច់តែក្នុងរយៈពេលខ្លីតែប៉ុណ្ណោះពោលគឺនៅពេលដែលគាត់ធំឡើងកន្ទុយនេះនឹងដោះលូតលាស់ទៅតាមពេលវេលាដែលគាត់បានលូតលាស់ដូចគ្នាក្មេងប្រុសអាយុ14ឆ្នាំម្នាក់នេះត្រូវបង្ខំចិត្តអង្គុយនៅលើរទេះមនុស្សពិការដោយសារតែកន្ទុយដែលមានតាំងពីកំណើតរបស់គាត់ហើយនៅឆ្នាំ2001កន្ទុយរបស់គាត់ដោះរឹតតែវែងតែម្ដងគឺ10សង់ទីម៉ែត្រហើយ Rashid Ali Khan នេះក៏ត្រូវបានគេចាត់ទុកថាជាបាឡាជីហើយនៅពេលនោះហើយគឺមានអ្នកមកទស្សនានិងមើលគាត់ច្រើនខ្លាំងមែនទែនហើយក៏តែងតែចង់ឲ្យគាត់នឹងឲ្យពរជ័យទៅកាន់ពួកគេផងដែរហើយពួកអ្នកទាំងនោះគឺចាត់ទុក Rashid Ali Khan នឹងគឺដូចជាព្រះអញ្ចឹងហើយក៏លេចមកមើលជីវិតឪពុកម្ដាយរបស់គាត់វិញពុករបស់គាត់គឺបានស្លាប់ចោលគាត់តាំងពីឆ្នាំ2004តាម៉ាប៊ីយ៉ាមអាយុ28ឆ្នាំគឺបានបោះបង់ Rashid Ali Khan ដើម្បីទៅយកស្វាមីមួយទៀតក្រោយពី1ឆ្នាំក្រោយហើយបន្ទុកមើលថែ Rashid Ali Khan គឺបានធ្លាក់ទៅលើលោកតាហើយនិងលោកយាយរបស់គាត់ហើយលោកតាហើយនិងលោកយាយគឺមើលថែ Rashid Ali Khan នឹងគឺបានល្អជាងឪពុកម្ដាយរបស់គាត់ទៅទៀតហើយមួយរយៈពេលក្រោយមកពួកគេក៏ទទួលបានដំណឹងល្អដោយសារតែអ្នកដែលមកទស្សនា Rashid Ali Khan នឹងគឺបានណែនាំពេទ្យល្អមួយដែលអាចនឹងវះកាត់កន្ទុយរបស់គាត់បានពេទ្យនោះបាននិយាយថាRashid Ali Khan កើតមកតាំងពីកំណើតគឺគាត់មានជំងឺមួយដែលជាជំងឺខ្វិននិងភាពទន់ខ្សោយអวัยวៈខាងក្រោមហើយកន្ទុយនេះគឺត្រូវតែកាត់ចេញជាដាច់ខាតព្រោះវាទំនងជាធ្វើឲ្យមានការផ្លាស់ប្ដូរនៅក្នុងខួរឆ្អឹងខ្នងធម្មតាខាងលើបន្ទាប់ពីវះកាត់រួច Rashid Ali Khan ដែលជាក្មេងប្រុសធម្មតាក៏បាននិយាយថាគាត់ក៏មានក្តីស្រមៃដូចទៅនឹងក្មេងប្រុសដតីធម្មតាផងដែរហើយនៅពេលដែលគាត់ធំឡើងគឺគាត់ចង់ក្លាយទៅជាគ្រូបង្រៀនខាងតន្ត្រីហើយគាត់ក៏បានពណ៌នាអំពីអារម្មណ៍របស់គាត់គឺគាត់សប្បាយចិត្តខ្លាំងមែនទែននៅក្នុងការទទួលការវះកាត់ជោគជ័យមួយនេះហើយគាត់បាននិយាយថាឥឡូវនេះមនុស្សនឹងលែងហៅខ្ញុំថាជាព្រះទៀតហើយព្រោះគាត់មិនចូលចិត្តពាក្យនេះទេដោយសារតែគាត់តែងតែគិតថាគាត់គឺជាក្មេងប្រុសដ៏ធម្មតាម្នាក់ហើយការដោះកន្ទុយមួយនេះគឺជាជំងឺដ៏កម្រមួយហើយវាបានលេចឡើងនឹងដោះសាសចេញពីសាច់អំឡុងពេលដែលទារកនៅក្នុងផ្ទៃមកម្លេះហើយលោកតានិងលោកយាយរបស់គាត់ក៏បានផ្លាស់ប្ដូរការហៅឈ្មោះរបស់គាត់ដែលជាបាឡាជីដែលជាព្រះហ្នឹងណាត្រឡប់មកហៅ Rashid Ali Khan ធម្មតាវិញផងដែរហើយក៏បានឲ្យអ្នកគ្រប់គ្នាឈប់ហៅ Rashid Ali Khan ថាជាបាឡាជីផងដែរ